លោកតាទន្សាយក៏បានឮសំឡេងរបស់សត្វកុកទាំងអម្បាលម៉ានលោកតាក៏បានដើរចេញពីក្នុងល្អាងមកដោយលោកតាមើលឃើញអំពីទុក្ខលំបាករបស់សត្វកុកដែលទួញយំអង្វរហើយក៏សួរទៅសត្វកុកថាសត្វកុកតើគ្រួសាររបស់ឯងហេតុអ្វីត្រូវវិនាសនោះរៀបរាប់ដំណើរដើមតងប្រាប់យើងបន្តិចមកមើលនេះតើឯងឲ្យយើងជួយជាអ្វីដល់ឯងនោះទើបព្រានព្រៃមិនសម្លាប់ឯងនៅថ្ងៃស្អែកយើងឲ្យមាសប្រាក់ខ្លះទៅឯងនៅពេលដែលព្រានព្រៃឃើញហើយនោះប្រកាសជាមិនសម្លាប់ឯងទៀតនោះទេនេះមាសប្រាក់សូមឯងមកយកចុះសត្វកុកឯងពិតជាស្មោះត្រង់មែនតើថ្ងៃនេះឯងមានអ្វីឲ្យយើងទៅតែបើឯងគ្មាននោះទេយើងនឹងសម្លាប់ឯងហើយលោកតាទន្សាយបានថានៅពេលដែលលោកឃើញហើយលោកមិនបន្តសម្លាប់ខ្ញុំទៀតនោះទេនេះមាសប្រាក់សូមលោកទទួលយកចុះអូ my god មាសប្រាក់ច្រើនណាស់តែប៉ុណ្ណេះយើងខ្លាចជាសេដ្ឋីហើយឡើងហើយក៏រកកន្លែងសម្រាកមួយរកកន្លែងសម្រាកបានហើយព្រានព្រៃក៏គិតក្នុងចិត្តថានៅថ្ងៃអនាគតគ្រួសារយើងលែងលំបាកទៀតហើយអូនចាបងអូនចេញទៅហើយពធលោកដីមាសប្រាក់ច្រើនណាស់តើបងបានមាសប្រាក់នោះមកពីណាសម្រាប់យើងចំណែកបងឈប់ធ្វើព្រានព្រៃបបបាញ់សត្វទៀតទៅទុកឲ្យពពួកសត្វរស់នៅក្នុងព្រៃជួបជុំកូនចៅសុខសាន្តផងចុះនៅក្នុងព្រៃជ្រៅមួយមានសត្វបក្សាបក្សីស្រែកយំត្រហឹងអើងកងនិងសម្បូរទៅដោយធម្មជាតិខៀវខ្ចីជាច្រើនសម្បូរបែបនៅពេលនោះសត្វកុកក៏បានដើរទៅដល់ខាងមុខល្អាងមួយដែលជាល្អាងរបស់លោកតាទន្សាយស្នាក់អាស្រ័យសត្វកុកក៏បានទៅដល់ខាងមុខល្អាងភ្លាមក៏មិនបង្អង់យូរក៏ស្រែកហៅទៅកាន់លោកតាទន្សាយថាលោកតាទន្សាយអើយខ្ញុំមានទុកជាទម្ងន់មុនជាងព្រះធរណីទៅទៀតខ្ញុំសូមអង្វរសូមលោកតាមេត្តាចេញមកជួយខ្ញុំផងដើម្បីឲ្យខ្ញុំរួចផុតពីគ្រោះកម្មនេះផងចុះណាលោកតាបើលោកតាមិនចេញមកនោះទេគ្រួសាររបស់ខ្ញុំនឹងវិនាសជាមិនខានឡើយសូមលោកតាជួយខ្ញុំផងខ្ញុំគ្មានអ្នកណាពឹងពាក់បានក្រៅពីលោកតានោះទេនៅពេលនោះលោកតាទន្សាយក៏បានឮសំឡេងរបស់សត្វកុកទាំងអម្បាលម៉ានលោកតាក៏បានដើរចេញពីក្នុងល្អាងមកដោយលោកតាមើលឃើញអំពីទុក្ខលំបាករបស់សត្វកុកដែលទួញយំអង្វរហើយក៏សួរទៅសត្វកុកថាសត្វកុកតើគ្រួសាររបស់ឯងហេតុអ្វីត្រូវវិនាសនោះរៀបរាប់ដំណើរដើមតងប្រាប់យើងបន្តិចមកមើលបាទលោកតារឿងហេតុបែបនេះដោយសារតែម្សិលមិញខ្ញុំបានភ្ញាក់ពីព្រលឹមដើម្បីដើរហើររកចំណីស
ស្រាប់តែពេលនោះខ្ញុំបានជួបទៅនឹងព្រានព្រៃម្នាក់ដែលព្រានព្រៃនោះប្រងនឹងបាញ់សម្លាប់ខ្ញុំទៅហើយខ្ញុំក៏បានសុំអង្វរព្រានព្រៃនោះថាសូមទុកពេលឲ្យខ្ញុំមួយថ្ងៃសិនទៅបើថ្ងៃស្អែកខ្ញុំគ្មានអ្វីឲ្យលោកនោះទេសូមលោកមកយកជីវិតខ្ញុំចុះលោកតាបើសិនជាខ្ញុំស្លាប់ក៏ស្លាប់ចុះតែបើខ្ញុំស្លាប់ប្រពន្ធកូនរបស់ខ្ញុំមានអ្វីជាទីពឹងនោះទេដោយសារតែប្រពន្ធខ្ញុំមានជំងឺហើយកូនរបស់ខ្ញុំគ្នានៅតូចណាស់ណាលោកតា តាមពិតទៅរឿងរ៉ាវវាបែបនេះសោះសត្វកុកយើងស្ដាប់មើលទៅរឿងរ៉ាវរបស់ឯងក៏មិនតូចនោះដែរមានតែឯងប៉ុណ្ណោះដែលជាអ្នកខិតខំស្វែងរកចំណីដើម្បីផ្គត់ផ្គង់ទៅដល់គ្រួសារដែលនៅផ្ទះល្អហើយដែលឯងចេះគិតគូរបែបនេះតើឯងឲ្យយើងជួយជាអ្វីដល់ឯងនោះទើបព្រានព្រៃមិនសម្លាប់ឯងនៅថ្ងៃស្អែកបាទលោកតាសូមជួយគិតគូរដល់ខ្ញុំផងចុះព្រោះខ្ញុំនឹកមិនឃើញថាជារបស់អ្វីដែលធ្វើឲ្យព្រានព្រៃព្រមទទួលហើយមិនសម្លាប់ខ្ញុំនោះទេសូមលោកតាជួយគិតគូរខ្ញុំផងចុះមិនអីទេសត្វកុកឥឡូវគិតចេះចុះយើងឲ្យមាសប្រាក់ខ្លះទៅឯងនៅពេលដែលព្រានព្រៃឃើញហើយនោះប្រកាសជាមិនសម្លាប់ឯងទៀតនោះទេនេះមាសប្រាក់សូមឯងមកយកចុះហើយឯងសូមមើលថែប្រពន្ធកូនឯងនៅឯផ្ទះចិញ្ចឹមបីបាច់ថែរក្សាឲ្យគ្នាឆាប់ធំផងចុះបាទលោកតាខ្ញុំសូមអរគុណលោកតាច្រើនហើយដែលព្រមជួយដល់ខ្ញុំនឹងខិតខំចិញ្ចឹមបីបាច់ថែរក្សាទៅដល់ប្រពន្ធកូនរបស់ខ្ញុំមិនឲ្យលោកតាខកបំណងឡើយខ្ញុំគិតថាលាលោកតាទៅវិញសិនហើយសត្វកុកឯងទៅចុះថ្ងៃស្អែកសូមឲ្យសំណាងល្អណាស់នៅពេលនោះសត្វកុកក៏បានដើរចេញទៅចំណែកឯលោកតាទន្សាយក៏បានដើរចូលទៅក្នុងល្អាងវិញនៅក្នុងព្រៃជ្រៅមួយដែលជាកន្លែងព្រានព្រៃបានជួបគ្នាជាមួយនឹងសត្វកុកណពេលនោះព្រានព្រៃក៏បានដើរមកដល់ហើយព្រានព្រៃក៏បានសួរថាសត្វកុកឯងពិតជាស្មោះត្រង់មែនតើថ្ងៃនេះឯងមានអ្វីឲ្យយើងទៅតែបើឯងគ្មាននោះទេយើងនឹងសម្លាប់ឯងហើយបាទលោកព្រានព្រៃខ្ញុំបានមកចាំលោកនៅទីនេះយូរមកហើយខ្ញុំមានមាសប្រាក់មួយចំនួនដែលលោកតាទន្សាយបានឲ្យកាលពីម្សិលមិញលោកតាទន្សាយបានថានៅពេលដែលលោកឃើញហើយលោកមិនបន្តសម្លាប់ខ្ញុំទៀតនោះទេនេះមាសប្រាក់
សូមលោកទទួលយកចុះហើយលោកអនុគ្រោះដល់រូបខ្ញុំផងណាលោកព្រានព្រៃ ពេលនោះព្រានព្រៃក៏បានស្រែកថងនោះមើលហើយឃើញសត្វតែមាសប្រាក់យ៉ាងច្រើន Oh my god មាសប្រាក់ច្រើនណាស់តែប៉ុណ្ណេះយើងខ្លាចជាសេដ្ឋីហើយអរគុណហើយសត្វកុកយើងមិនសម្លាប់ឯងនោះទេហើយតទៅយើងនឹងឈប់ធ្វើអ្នកប្រមាញ់សត្វធ្វើជាអាហារទៀតហើយណាសត្វកុកចឹងយើងគិតថាទៅផ្ទះសិនហើយដើម្បីជួបប្រពន្ធកូនយើងពេលទៅដល់ផ្ទះប្រពន្ធយើងប្រហែលជាត្រេកអរខ្លាំងណាស់ហើយព្រោះថាមាសប្រាក់ច្រើនណាស់ពេលនោះព្រានព្រៃមានការត្រេកអរយ៉ាងខ្លាំងហើយក៏ប្រញាប់ទៅផ្ទះភ្លាមទិដ្ឋភាពនៅតាមដងផ្លូវទៅផ្ទះព្រានព្រៃបានដើរទៅផ្ទះដល់ពាក់កណ្ដាលផ្លូវក៏អស់កម្លាំងហើយក៏រកកន្លែងសម្រាកមួយរកកន្លែងសម្រាកបានហើយព្រានព្រៃក៏គិតក្នុងចិត្តថាយើងមានមាសប្រាក់ជាដើមទុនហើយយើងត្រូវតែចាត់ចែងប្រាក់ដែលយើងមានឲ្យស្រមស្របទៅតាមការចំណាយប្រចាំថ្ងៃពេលទៅផ្ទះវិញយើងនឹងពិភាក្សាជាមួយនឹងប្រពន្ធយើងហើយពេលព្រានព្រៃបានសម្រាកមួយសន្ទុះក្រោយមកក៏បានចេញដំណើរទៅផ្ទះបន្តទៀតទិដ្ឋភាពនៅឯផ្ទះព្រានព្រៃខណៈពេលនោះព្រានព្រៃក៏បានមកដល់ផ្ទះហើយក៏មានការត្រេកអរយ៉ាងខ្លាំងក្រៃលែងព្រានព្រៃក៏បាននិយាយថាអូនបងមកដល់ផ្ទះហើយបងទទួលបានមាសប្រាក់ច្រើនណាស់អូននៅថ្ងៃអនាគតគ្រួសារយើងលែងលំបាកទៀតហើយអូនចាបងអូនចេញទៅហើយពធលោកដីមាសប្រាក់ច្រើនណាស់តើបងបានមាសប្រាក់នោះមកពីណាមាសប្រាក់ច្រើនណាស់បងបាទអូនបងទទួលបានមាសប្រាក់ពីសត្វកុកប្រហែលជាសត្វកុកទៅជួបលោកតាទន្សាយហើយលោកតាទន្សាយក៏ឲ្យមាសប្រាក់ទាំងនោះមកសត្វកុកហើយមើលទៅល្អហើយបងអញ្ចឹងគ្រួសារយើងនឹងក្លាយជាសេដ្ឋីហើយបងអូនរំភើបណាស់បងពួកយើងត្រូវតែអរគុណទៅដល់លោកតាទន្សាយនិងសត្វកុកដែលបានផ្ដល់មាសប្រាក់យ៉ាងច្រើនសម្រាប់យើងចំណែកបងឈប់ធ្វើព្រានព្រៃបរបាញ់សត្វទៀតទៅទុកឲ្យពពួកសត្វរស់នៅក្នុងព្រៃជួបជុំកូនចៅសុខសាន្តផងចុះបាទអូនបងនឹងឈប់ធ្វើព្រានព្រៃបរបាញ់សត្វទៀតហើយកុំតែបានលោកតាទន្សាយជួយយើងនោះទេបើមិនបានគាត់ជួយនោះទេគ្រួសារយើងមិនដឹងថារកកោះក្រោយនៅឯណានោះទេបងនឹងចាត់ចែងមាសប្រាក់ទាំងអស់នោះឲ្យសមគួរជាទីបំផុតមាសប្រាក់មួយចំនួនយើងប្រើប្រាស់សម្រាប់គ្រួសាររបស់យើងចំណែកឯប្រាក់ខ្លះទៀតយើងយកទៅវិនិយោគបង្កើតការងារឲ្យអ្នកភូមិស្រុកមានការងារធ្វើហើយមួយចំនួនទៀតយើងដើរធ្វើទានទៅដល់អ្នកក្រខ្សត់នៅក្នុងភូមិល្អខ្លាំងណាស់បងតែបងចេះគិតគូរបែបនេះលោកតាទន្សាយឲ្យមាសប្រាក់ដល់បងមិនខកបំណងនោះទេចាប់តាំងពីពេលនោះមកគ្រួសារព្រានព្រៃប្រែក្លាយទៅជាគ្រួសារលោកសេដ្ឋីហើយគ្រួសារនោះ
បានបង្កើតការងារទៅដល់អ្នកស្រុកអ្នកភូមិមានការងារធ្វើគ្រប់គ្នាសូមបងប្អូនជួយចុច Subscribe ឬក៏ជាវម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបន្តទៀតដើម្បីខ្ញុំបាទមានកម្លាំងចិត្តកើតនៅវីដេអូថ្មីបន្ថែមទៀតសូមអរគុណ